ប្រឹងរៀននៅវិទ្យាល័យមិនមែនត្រឹមតែចប់បាក់ឌុបបានទេល្អដែលខ្លួនចង់បានហើយគឺចប់នោះឯងគឺវាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលយើងនឹងទទួលបាននៅពេលដែលយើងចប់បាក់ឌុបជាមួយនឹងលទ្ធផលល្អដែលបានមកដោយសារការសមត្ថភាពរបស់យើងដូចជាការប្រឡងចូលសាលាល្អៗនៅក្នុងស្រុកនិងការប្រឡងអាហារូបករណ៍ទៅក្រៅប្រទេសខ្ញុំជឿជាក់ថាសម្រាប់គ្នាយើងដែលប្រឹងប្រែងខ្លាំងមានសមត្ថភាពពេញលេញនោះការប្រឡងចូលសាលានៅក្នុងស្រុកនិងការប្រឡងបញ្ចេញអាហារូបករណ៍ទៅក្រៅវាមិនពិបាកអ្វីដែលពិសេសនោះគឺអ្វីដែលពិបាកនោះគឺការខ្វះព័ត៌មានការមិនបានមានគំនិតគិតអំពីគោលដៅក្រោយពេលចប់បាក់ឌុបដែលជាហេតុធ្វើឲ្យពួកយើងមិនសូវប្រឹងប្រែងខ្លាំងអញ្ចឹងកំឡុងពេលកំពុងរៀននៅវិទ្យាល័យយើងគួរធ្វើអ្វីខ្លះសម្រាប់ជីវ័តវិសោធន៍ក៏ដូចជាការណែនាំអំពីខ្ញុំគឺប្រឹងប្រែងរៀនយកចំណេះដឹងពិតមិនមែនរៀនដើម្បីតែបន្ទូលល្អឬក៏ដើម្បីតែជាប់ទន្ទឹមនឹងនោះយើងអាចចំណាយពេលស្វ័យសិក្សាសម្រាប់ចូលរួមប្រឡងប្រជែងសិប្បកម្មនៅលើមុខវិជ្ជាគណិតរូបហើយនិងភាសាខ្មែរជាពិសេសចូលរួមទៅលើមុខវិជ្ជាគណិតហើយនិងរូបខ្ញុំនិយាយនេះមិនមែនខ្ញុំមិនឲ្យតម្លៃទៅលើភាសាខ្មែរនោះទេខ្ញុំគ្រាន់តែចង់បញ្ជាក់ថាគណិតហើយនិងរូបយើងនឹងត្រូវប្រើប្រាស់វាដើម្បីប្រឡងប្រជែងនានាក្រោយពេលដែលយើងចប់អាដប់បកត្រឡប់មកវិញប្រសិនបើយើងបានចូលរួមប្រឡងសិប្បកម្មលើមុខវិជ្ជាទាំងពីរនោះវានឹងអាចធ្វើឲ្យយើងមានអាទិភាពលើសគេនៅក្នុងការប្រឡងប្រជែងនានាពីព្រោះរាល់លំហាត់ដែលចេញប្រឡងប្រជែងអាហារូបករណ៍គឺវាមានកម្រិតលំបាកល្មមៗដែលអាចធ្វើឲ្យយើងអាចដោះស្រាយបានយ៉ាងល្អបើមិនជាយើងបានរៀនធៀបជាមួយគ្នានេះដែរសូមកុំបោះបង់ការរៀនភាសាអង់គ្លេសសោះពីព្រោះការប្រឡងទៅប្រទេសល្អៗដូចជាជប៉ុនចិនថៃតែងតែមានវិញ្ញាសាភាសាអង់គ្លេសបន្ថែមពីលើគណិតហើយនិងរូបបន្ថែមលើពីនេះរបៀបក្នុងការរៀនវិធីសាស្ត្រក្នុងការត្រៀមខ្លួនគឺវាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នានៅក្នុងវ័យសិក្សានៅវិទ្យាល័យអ្នកទាំងអស់គ្នាគួរតែប្រឹងប្រែងឲ្យខ្លាំងចំណាយពេលវេលារៀនមិនថារៀនខ្លួនឯងឬក៏រៀនជាមួយគ្រូទេខ្ញុំនៅតែនិយាយទៀតថាអ្នកទាំងអស់គ្នានឹងអរគុណខ្លួនឯងហើយនឹងមិនស្ដាយក្រោយពេលដែលអ្នកទាំងអស់គ្នាបានប្រឹងប្រែងរៀនខ្លាំងក្រោយពេលចប់អាដប់ចាំថាអ្វីក៏ដោយតែមានដំណាក់កាលរបស់វាហើយតម្លៃសំខាន់របស់វាគឺមានតាមកលៈទេសៈរបស់វាផងដែរទន្ទឹមនឹងការរស់នៅក្នុងបច្ចុប្បន្នយើងក៏គួរតែត្រៀមខ្លួនសម្រាប់អ្វីដែលយើងនឹងជួបនៅក្នុងពេលអនាគតដែរអ្វីដែលពិសេសសម្រាប់យើងនោះគឺការរស់នៅក្នុងពេលបច្ចុប្បន្នឲ្យបានល្អបំផុតហើយត្រៀមខ្លួនជាស្រេចសម្រាប់អ្វីដែលយើងនឹងជួបក្នុងពេលអនាគតជាចុងក្រោយនៅក្នុងវីដេអូនេះខ្ញុំមានគោលគំនិតសំខាន់ៗដូចខាងក្រោមទី1ប្រឹងប្រែងរៀនឲ្យខ្លាំងសម្រាប់ក្នុងវ័យសិក្សានៅវិទ្យាល័យទី2ត្រូវតែប្រឹងប្រែងរៀនមួយមុខមិនគ្រប់គ្រាន់ទេយើងត្រូវចេះស្វែងរកព័ត៌មានល្អៗសម្រាប់ចូលរួមការប្រឡងប្រជែងនានាដូចជាការប្រឡងសិប្បកម្មនិងអាហារូបករណ៍ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងក្លាយជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបើគិតថាវីដេអូនេះប្រយោជន៍សូមកុំភ្លេចចុចចែករំលែកបន្តទៀតផង